រៀបសួរបងប្អូនហ្នឹងឯងចង់ណាស់ពីលោកតាវត្តមរាដែលគាត់បារមីខ្លាំងសូមបីតអ្នកជួបគាត់ពីមុនក្រលហេមហាមមិនក្រោយគាត់ទៅជួបគាត់ប្រាប់ឲ្យដូរឈ្មោះទៅឡើងជាអ្នកមានលុយវល់លៀនហើយមានទៅកូរ៉េហើយចូលសញ្ជាតិជនជាតិកូរ៉េទៀតនឹងលោកតាវត្តមរាដែលគាត់កសាងវត្តកសាងព្រះវិហារហើយគាត់ដឹកនាំកសាងដំបូងគេគឺបារមីគាត់ខ្លាំងមែនទេហើយមានឯកឧត្តមមុខញ៉ាជាច្រើនដែលនៅក្នុងរាជធានីភ្នំពេញដែលមកមុនគាត់ទៅសូត្រមន្តប្រោះព្រំនៅផ្ទះគាត់ផ្ទះឯកឧត្តមហ្នឹងហើយក៏មានអ្នកភូមិយើងអ្នកខ្លះក៏អត់មានលុយចាយមានអីយូរបានតែស្គាល់គាត់បានជួយណែនាំផ្លូវបារមីបានទៅចូលធ្វើបលិសដល់សពថ្ងៃចូលចិត្ត10ឆ្នាំ20ឆ្នាំហ្នឹងអញ្ចឹងខ្ញុំក៏នៅវត្តមរានឹងដែរខ្ញុំជាពុទ្ធបរិស័ទគឺបារមីគាត់ខ្លាំងគឺគ្រាន់តែសាយដៃគាត់ធ្វើចេះតែគាត់ធ្វើយូរតាំង2008 2009ខ្ញុំភ្លេចបាត់ហើយគ្រាន់តែធ្វើសាយដៃហ្នឹងពឹបអត់ទៅលុយចាបានផងតែគ្រាន់តែធ្វើសាយដៃហើយបងប្អូនហើយលុយមួយថ្ងៃរកបាន20 30រៀល20 30រៀលក៏ពីចំនួន2008ហ្នឹងគឺច្រើនមែនតើ20 30រៀលតែថាយើងមនុស្សមិនបានរៀនធំដុំធ្វើការពេកកប៉ុកហ្នឹងក៏រកបានថ្ងៃ20 30រៀលដែរអញ្ចឹងបារមីលោកតាវត្តប្រានគឺខ្លាំងបារមីគាត់ឈ្មោះហ្នឹងហើយឈ្មោះតាមហ្នឹងគឺឈ្មោះគាត់ព្រះអង្គហ៊ុនហេងមុនីអញ្ចឹងបារមីគាត់ហ្នឹងខ្លាំងមែនតើលោកតាវត្តប្រានគឺបារមីគាត់ខ្លាំងគឺចង់និយាយថាអ្នកធំជាច្រើនតែមករកគាត់ហើយអ្នកខ្លះជំទាវឯកឧត្តមសពថ្ងៃខ្លះពីមុនក្រទេដល់ពេលខ្ញុំនៅដឹងក្តី20ឆ្នាំមុនពីមុនក្រទេតែមកជួបគាត់មកដល់ឥឡូវមានឈ្មោះវាជាអង្គការឯកឧត្តមជំទាវជាច្រើនតែគាត់ជួយច្រើនណាតែខ្ញុំរៀបរាប់អស់កាលហ្នឹងខ្ញុំនៅក្មេងដែរតែចាស់ប្រវត្តិចាស់គាត់និយាយមកគឺខ្លាំងមែនតើគឺខ្ញុំតន់គាត់ត្រឹម2008 2009ប្រហែលជា2008 2009ហ្នឹងខ្ញុំតន់គាត់តែប៉ុណ្ណឹងហើយបារមីគាត់គឺខ្លាំងមែនតើលោកតាវត្តមរាគឺគាត់ខ្លាំងមែនតើសូម្បីតែឯកឧត្តមជាច្រើនស្គាល់គាត់និយាយទៅគាត់ពេលនិមន្តទៅប្រោះព្រំគ្រប់កន្លែងនៅតាមផ្ទះហើយខ្ញុំនិយាយផងមួយកាលពេលខ្ញុំគាត់មិនស្រោចទឹកឯងគាត់គ្រាន់តែប្រោះទឹកដាក់ឯណាបងប្អូនកាលពេលខ្ញុំគាត់ប្រោះទឹកដាក់ភ្លាមបងប្អូនហើយដឹងហ្មងកាលពេលប្រោះទឹកភ្លាមយកឡើងខ្ញុំសពឃើញថាអ្នកធំអ្នកនេះអ្នកនោះមកវាស្រែងងឹតសូនតែនៅក្នុងនឹងយើងនៅក្រមរោងភ្លឺដូចរោងការបងប្អូនហើយគឺថាល្អមែនតើចាប់ពីនឹងមករលុយបានរហូតតែគ្រាន់តែគាត់មានតំណមួយតមកមកជេតែកាលពេលហ្នឹងខ្ញុំនៅក្មេងដើរជេគ្នាទៅវិញទៅមកអញ្ចឹងណាពេលចឹងទៅយើងសាបតិចទៅតែបើសិនជាគាត់នៅដល់ឥឡូវវិញណាបងប្អូនណាគឺរឿងរកស៊ីរឿងអីលក់អនឡាញលក់អីនេះអត់មានបាក់ទេទៅខណ្ឌនេះគ្រាន់តែពឹងបានដើម្បីគាត់ផ្លូវក្នុងជួយហើយយើងខំប្រឹងខ្លួនឯងតិចទៅជោគជ័យទៅមុខហ្មងអញ្ចឹងអរគុណហើយបងប្អូនជម្រាបលា